大家好，我叫王希林。今天我有一些简短的话要和大家分享。我们将一起学习。当我们学习完成后，我有一些练习题给大家。សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងខ្ញុំមានពាក្យខ្លីៗមួយចំនួនសម្រាប់ចែកជូនទៅដល់អ្នកទាំងអស់គ្នាហើយពេលដែលយើងរៀនពាក្យទាំងអស់ហ្នឹងហើយនៅចុងវីដេអូខ្ញុំនឹងមានដាក់លំហាត់សម្រាប់ជ្រើសរើសថាពាក្យហ្នឹងត្រូវជាមួយនឹងរូបភាពមួយណា现在我们开始学吧អញ្ចឹងឥឡូវនេះយើងចាប់ផ្ដើមរៀនហ្មងទៅអូខេអញ្ចឹងសូមកន្លែងទៅមើលពាក្យទី1好第一ពាក្យទី1书书诗屋书书យើងបកថាសៀវភៅពាក្យទី2女女第三声女យើងបកថាស្រីស្រី第三អានថា手机手机ទូរស័ព្ទបកថាទូរស័ព្ទពាក្យទី4树树事物树សំឡេងទី4ទី4声យើងបកថាដើមឈើអូខេពាក្យបន្ទាប់ណានណាននៅអានណានទី2声ណានយើងបកថាប្រុសប្រុសពាក្យបន្ទាប់មួយទៀត眼睛眼睛យើងបកថាភ្នែក眼睛អូខេពាក្យបន្ទាប់手手手យើងបកថាដៃចា៎អ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងរៀនទាំងអស់ចំនួន12ពាក្យអញ្ចឹងនៅសល់4ពាក្យទៀតអញ្ចឹងពាក្យបន្ទាប់គឺអានថា衣服衣服យើងបកថាសម្លៀកបំពាក់សម្លៀកបំពាក់ពាក្យបន្ទាប់水水第三声水យើងបកថាទឹកទឹកពាក្យបន្ទាប់ទៀត苹果苹果យើងបកថាផ្លែប៉ោមផ្លែប៉ោមជួយឲ្យក៏នឹងពាក្យចុងក្រោយគឺបកថាអានថាទៀនណៅទៀនណៅគឺយើងបកថាកុំព្យូទ័រកុំព្យូទ័រហើយអញ្ចឹងយើងរៀនទាំងអស់បាន12ពាក្យឥឡូវយើងចូលទៅកាន់លំហាត់ទាំងអស់គ្នាណាចាអ្នកទាំងអស់គ្នាឥឡូវមកដល់លំហាត់យើងហើយខ្ញុំមានពាក្យថាស៊ូនៅចំកណ្ដាលហ្នឹងឲ្យអ្នកទាំងអស់គ្នាជ្រើសរើសថាស៊ូចម្លើយដែលត្រឹមត្រូវ A ឬក៏ B អញ្ចឹងអ្នកទាំងអស់គ្នាអាចស្គប់វីដេអូនេះហើយឆ្លើយបានអញ្ចឹងសម្រាប់ចម្លើយដែលត្រឹមត្រូវនោះគឺ B ស៊ូ眼睛水苹果电脑好，现在我们的课程已经结束了。我希望大家喜欢我的视频，别忘了点击点赞、分享和订阅。期待下一个视频我们中见面，再见。谢谢大家，再见。